ទស្សដីបងប្អូនទាំងអស់គ្នាចឹងបងប្អូនចង់លុបវីដេអូដែលយើងបានផុសរួចណាshare នៅក្នុងយើងបាន share នៅក្នុង profile របស់យើងណាចឹងយើងចង់លុបទាំងអស់ឬក៏ចង់លុបឲ្យមានភាពងាយស្រួលបងប្អូនអូសអញ្ចេះលុបម្ដងមួយវាពិបាកមែនតើដោយវីដេអូដែលយើងបាន share នេះចឹងយើងចង់លុបវាពិបាកម្ដងមួយអញ្ចឹងខ្ញុំប្រាប់បងប្អូនពីរបៀបលុបទាំងអស់ឬក៏យើង take យកតែវីដេអូណាដែលយើងចង់លុបរបៀបងាយអញ្ចឹងបងប្អូនចូលទៅកាន់profile មកបន្ទាប់មកបងប្អូនឃើញត្រី3នៅត្រង់នេះបងចុចមកឲ្យបងប្អូន scroll បាទបងប្អូន scroll រកពាក្យ activity log បាទ activity log បន្ទាប់មកបងប្អូនឃើញ your Facebook activity អញ្ចឹងបងប្អូនប៉ះកន្លែងព្រួយខ្មៅគៀននេះបន្ទាប់មកបងប្អូនយកពាក្យថានេះផុសបាទផុសនេះបងប្អូនអាចចុចកន្លែងព្រួយខ្មៅតិចមកឲ្យបងប្អូនយកខាងលើគេមកបងប្អូនឃើញថាយកផុស photo and video ចាបញ្ជាក់ត្រង់កន្លែងនេះគឺកន្លែងដែលយើងបានផុសហើយនឹងបាន share អញ្ចឹងបងប្អូនឃើញក្នុងនឹងមានបងប្អូន share បងប្អូនផុសតែបងប្អូនបើចុច take all នេះបានន័យថាទាំងផុសដែលយើងបានផុសផ្ទាល់ខ្លួននឹងបាន share ហ្នឹងគឺលុបទៅទាំងអស់បងប្អូនប្រយ័ត្នមែនតើបើបងប្អូនអត់ចង់ឲ្យលុបផុសទេបងប្អូនselect មកអញ្ចឹងមួយណាឧទាហរណ៍ណានេះបងប្អូនដែលបាន share ពីមុនអញ្ចឹងណាបងប្អូនចង់លុប share ឃើញពាក្យ share ខាងនេះហ៎បាទអ្នកបងប្អូន share បងគ្រាន់តែចង់លុបអាហ្នឹងអញ្ចឹងបងប្អូនលុបមកណាបងប្អូនលុប share អញ្ចឹងមកលុបអញ្ចឹងមកហើយវាបានបិណ្ឌអស់ហើយបងប្អូនដូចថាខ្ញុំឧទាហរណ៍តែ2ចេះចុះណាខ្ញុំចង់លុបអា share ហ្នឹងអញ្ចឹងបងប្អូនចុចពាក្យនេះបងប្អូនបាទត្រាស់នេះមកបន្ទាប់មកបងប្អូន move to trash បាទ move to trash អានេះវាទៅហើយទៅអស់ហើយអញ្ចឹងមិនទាន់ចប់នៅឡើយទេអញ្ចឹងបងប្អូនអាចចូលពាក្យអូសវាមកលើមកឃើញពាក្យtrash បន្ទាប់មកបងប្អូន select all បន្ទាប់មកបងប្អូន select all ចឹងមកហើយបងប្អូនឃើញកន្លែង tray 3នេះបងប្អូនចុចពាក្យថា delete បាទ delete មកអាហ្នឹងខ្ញុំ select យក2ណាចឹងយើងលុបម្ដងបានទាំង2តែម្ដងតែបើ select ច្រើនបានច្រើនហើយតាក់ទងនឹង Facebook ខ្លះវាទាមទារពេលដែលយើង delete វាទាមទារឲ្យបងប្អូនវាយ password អញ្ចឹងFacebook ខ្លះក៏អត់ទេអញ្ចឹងបើទាមទារវាយ password បងប្អូនវាយ password ហើយវានឹងលុបតែម្ដងបាទអញ្ចឹងវីដេអូនេះសង្ខេបខ្លីៗខ្ញុំមានតែប៉ុណ្្នឹងបាទសូមអរគុណច្រើនហើយកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងហើយនឹងជួបគ្នាវីដេអូក្រោយទៀត